តើអ្នកគ្នាសាកវិភាគរឿងអមោភេទី8ជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងតើយើងទស្សនាភាគទី7រួចហើយអ្នកគ្នាគាត់ថាតើភាគទី8ប្រពន្ធរបស់ហេឆាគាត់អាចចាប់បានហេឆាជាមួយនឹងចន្ទ្រាដែលគាត់កំពុងតែលួចក្បត់គាត់នៅខាងក្រោយខ្នងគាត់អត់អញ្ចឹងបើខ្ញុំសង្កេតមើលណាប្រពន្ធរបស់ហេឆាក៏ជាមនុស្សដែលគាត់ប្រកាសសង្កេតដែរអញ្ចឹងគាត់អាចនឹងចាប់បានចន្ទ្រាដោយសារតែចន្ទ្រាគាត់ប្រហែលអាកប្បកិរិយាដូចជាតកែត្រីនៅក្នុងហាងអញ្ចឹងខុសពីបុគ្គលិកដែរហេឆាក៏អញ្ចឹងដូចគ្នាប៉ុន្តែគេបែបដូចលាក់ហើយនឹងស្ងប់ស្ងាត់អញ្ចឹងទៅអូខេអ្នកគ្នាអីដែលសំខាន់ក្នុងរឿងហ្នឹងគឺខ្ញុំឃើញថាចេញតួបតកែរោងចក្រមួយទៀតហើយតើអ្នកគ្នាគិតថាតើបើទីហោថាចន្ទ្រាត្រូវបានប្រពន្ធរបស់ហេឆាចាប់បានណាហើយគាត់បាច់គ្នាជាមួយហេឆាអ្នកគ្នាគិតថាតើគាត់នឹងបន្តក្បត់ប្តីរបស់គាត់ទៅដល់តកែរោងចក្រថ្មីមួយទៀតអត់ឬមួយក៏គាត់កែខ្លួនទៅជាមួយប្តីហើយនឹងកូនរបស់គាត់បើសម្រាប់ខ្ញុំគិតថាចន្ទ្រាគាត់មិនងាយកែទេដោយសារតែចរិតរបស់គាត់គឺជាមនុស្សដែលគាត់ហាងលោភលន់ហើយគាត់ក៏ស្រឡាញ់លុយជាងកិត្តិយសរបស់គាត់ដែរអញ្ចឹងអ្នកគ្នាគិតថាតើពេលដែលចេញតួថ្មីមកចន្ទ្រាគាត់អាចនឹងមានឱកាសទៅនៅជាមួយនឹងតកែថ្មីឬមួយក៏គាត់កែខ្លួនហើយបើសិនជាគាត់កែខ្លួនមែនខ្ញុំគិតថាអាម៉ូគាត់ក៏ជាអាចទទួលយកចន្ទ្រាទៅធ្វើជាប្រពន្ធរបស់គាត់វិញដែរដោយសារតែជាក់ស្ដែងយើងឃើញថាគាត់នៅតែបន្តលើកទឹកខ្លួនឯងទោះបីគាត់ដឹងថាប្រពន្ធរបស់គាត់នឹងកំពុងរត់ចោលគាត់ហើយមិនមែនធ្វើការអីទេហើយគាត់តែងតែព្យាយាមទៅចិត្តខ្លួនឯងក៏ដូចជាកូនរបស់គាត់ចំណេះថាក៏ប៉ុន្តែប្រពន្ធរបស់គាត់ទៅធ្វើការអញ្ចឹងតែនៅក្នុងចិត្តរបស់គាត់ក៏ដូចជាក្នុងទ្រូងរបស់គាត់ហ្នឹងគឺឈឺស្ទើរបាយជាអ្នកនរគ្នាពេលដែលគេនិយាយពីប្រពន្ធម្ដងហើយយើងបើមិនយើងចេះមុខតែអ្នកនរគ្នាមានអារម្មណ៍មិនដែរជាក់ស្ដែងគាត់ដឹងហើយឮហើយថាប្រពន្ធរត់ចោលហើយត្រូវបានមិត្តភ័ក្តិអ្នកធ្វើការជាមួយមកបញ្ជាក់ថាប្រពន្ធរត់ចោលទៀតវាកាន់តែឈឺចាប់បន្តទៀតហ្មងអូខេអ្នកនរគ្នាអ្វីដែលសំខាន់នៅក្នុងរឿងហ្នឹងមួយទៀតអ្នកនរគ្នាឃើញអត់ថាចន្ទ្រាគាត់អត់ថាគួរអស់អ្នកផងហើយក៏គួរឲ្យស្អប់ផងដែរបើទោះបីជាគាត់ទៅចោលកូនរបស់គាត់មែនប៉ុន្តែក្តីស្រឡាញ់ដែលគាត់មានចំពោះកូនរបស់គាត់ក៏នៅតែបន្តមានដែរអាចនិយាយបានថាកាត់ចិត្តអត់ដាច់ពីកូនរបស់គាត់អញ្ចឹងណាបើទោះបីគាត់រត់ចោលប្តីរបស់គាត់ក៏ដោយអាចថារឿងហ្នឹងវាក៏អប់រំយើងច្រើនខ្លាំងមែនតើក្នុងនាមយើងជាមនុស្សម្នាក់យើងក៏ត្រូវតែមានតម្លៃសម្រាប់ខ្លួនឯងហើយយើងកុំយកលុយបបាំងមុខអាត្មានិយមទៅថ្នាក់ធ្វើឲ្យគ្រួសាររបស់យើងបែកបាក់អញ្ចឹងណាគ្នាអញនិយាយបានថាបើសិនជាគាត់ដើរក្នុងផ្លូវមួយហ្នឹងហើយបើគាត់ចេះការខ្លួនអាចនឹងប្រសើរតែបើសិនជាគាត់អត់ការខ្លួនវិញទេមិនត្រឹមតែខ្លួនគាត់ទេដែលត្រូវឈឺចាប់ជាពិសេសគឺប្តីហើយនឹងកូនរបស់គាត់ហ្នឹងហើយដែលត្រូវឈឺចាប់ទ្វេដងចឹងអ្នកនេះតាមដានមើលថាតើសាច់រឿងនឹងដំណើរជីវិតរបស់ចន្ទ្រាអាចឡើងខ្ពស់ឬក៏ធ្លាក់មកខំវិញចឹងអ្នកនេះកុំភ្លេចតាមដាននៅ channel ដើមរបស់គាត់ផងណាបាយបាយអ្នកនរគ្នា